សូមអនុមោទនាព្រឹកថ្ងៃសិលឈ្នះអ្វីមិនស្មើឈ្នះខ្លួនឯងជ្រៃដោះលើថ្នោតបញ្ឆោតសัตว์ជ្រឹងទៀបខ្ពស់ឥតដឹងខំប្រឹងផ្កាផ្លែចង់ឈ្នះចង់ខ្ពស់ចង់ឈ្មោះពូកាលើគេល្អដែរតែពិបាកដែរយកឈ្នះចាញ់គ្នាមានអ្វីប្របីឈ្នះអ្នកដតីមានអ្វីគ្រាន់បើឈ្នះខ្លួនឯងនោះទៅប្រសើរកុំឲ្យខានប្រើបំរើតណ្ហាខំសាងសិលទានមានឈ្មោះឧត្តមកុំភ័ន្តច្រឡំរោមផ្សំអ៊ីសានាំបែកសាមគ្គីចេញពាក្យវាចាដោយហឹង្សាថាមានគេអត់ខ្ញុំស្ថានមួយធំណាស់មានអ្វីចង្អៀតបើនៅទើសទៀតមានអ្វីសមរម្យបើមិនសង្រួមគុណធម៌រលំទោះសិលប៉ុនភ្នំក៏ត្រូវបាត់អស់ផ្ទះតូចចង្អៀតអាចជ្រៀតនៅបានចង្អៀតសន្តានឥតមានចន្លោះបើគោរពធម៌អាចជួយរំដោះព្រះធម៌ជួយប្រោះឲ្យចិត្តទូលាយមិនខ្វល់ច្រើនចម្រើនសុខមិនស្ដុកចិត្តមិនជាប់ស្អិតមិនទាស់ចិត្តពិតបញ្ញាចិត្តស្ងប់នឹងប្រឹងការងារជាចិត្តថ្លាមានមេត្តាឲ្យអភ័យសុខក្រៃលែងធម៌ដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងឲ្យដឹងគឺធម្មជាតិជាថ្នាំព្យាបាលរោគទាំងរោគកាយទាំងរោគចិត្តបដិបត្តិធម៌គឺការចូលដល់ធម្មៈពោលគឺការចូលដល់ធម្មជាតិជាលោកីជាបរមត្ថជាការពិតតាមបច្ច័យរៀបរយហើយស្រេចចិត្តសត្វលោកក្រវល់ក្រវាយដោយរោគកិលេសប្រាថ្នាសេចក្តីសុខស្ងប់តែបែរជាទុកទោសមនុស្សសោកសាយក្តៅក្រហាយមានតែវិវាទដោយត្រូវភ្លើងឆេះព្រោះមាននៅសេចក្តីប្រកាន់ត្រូវព្យាបាលដោយធម្មៈគឺធម្មជាតិត្រូវក្រេបផឹកសាច់ជារស់ទើបអស់សេចក្តីប្រកាន់ប្រគល់ជីវិតឲ្យដល់ធម្មជាតិវិញតាមធម្មតាធម៌មានចិត្តស្ងប់ត្រជាក់មានមេត្តាព្រមវិហារមានការឲ្យអភ័យកាយចិត្តជីវិតប្រចាំថ្ងៃគឺបឋានជាទីតាំងនៃសតិរលឹកនៅផ្ទះក៏មានកាយមានចិត្តទៅនៅវត្តក៏មានកាយមានចិត្តដូចគ្នាមិនថានៅផ្ទះឬនៅវត្តឬក៏រស់នៅព្រៃសំខាន់អាវាសជាទីសប្បាយនៅដូចជាផ្ទះសំណាក់ទោះជាផ្ទះខ្លួនឯងនៅក៏អត់បញ្ហាគឺយកផ្ទះជាវត្តយកជីវិតខ្លួនឯងជាឧបករណ៍វឹកហាត់អប់រំសតិមានព្រះត្រៃបិដកអត្ថកថាមានកល្យាណមិត្តមានលោកគ្រូអាចារ្យមានអាវាសជាទីសប្បាយមិនមានបញ្ហាចង្អៀតចិត្តនៃណាហើយសំខាន់ជាទីបំផុតនោះគឺមានបញ្ញាចូលដល់ធម្មជាតិក្រេបផឹកនៅសាច់ជារស់លះសេចក្តីប្រកាន់ត្រូវចាំថាមានផ្ទះជីវ័តគឺវត្តកាយវិចារចិត្តមានជីវិតរាល់ថ្ងៃគឺកាយវេទនាចិត្តធម៌ជាប្រធានគឺជាឧបករណ៍វឹកហាត់អប់រំសតិចម្រើនបញ្ញាតណ្ហានាំឲ្យខ្វាយខ្វល់ព្រោះមានវេទនាជាតួសោយអារម្មណ៍មានវេទនាសោយអារម្មណ៍ព្រោះមានភាសៈមានចិត្តមានកាយក៏ដូចជាមនុស្សយើងមានជីវិតរស់នៅត្រូវការអាហារបរិភោគឲ្យរស់ដូច្នោះឯងប៉ុន្តែបច្ច័យ4ក្តីអារម្មណ៍ដែលវេទនាសោយក្តីគឺមិនមានអ្វីត្រូវបង្អួតដល់ព្រះនិព្វាននោះទេព្រោះព្រះនិព្វានមិនមានវេទនាជាតួសោយនឹងឯងបញ្ហានៅត្រង់សត្វលោកវង្វេងប្រកាន់ថាតួខ្លួនជាអ្នកសោយទៅត្រេកអរបង្អួតបង្អរដល់គ្នាហើយអវិជ្ជាក៏បានបិទបាំងមិនឲ្យដឹងមិនឲ្យត្រេកអរនឹងព្រះនិព្វានត្រូវរលឹករឿយៗឲ្យឃើញតួសោយអារម្មណ៍ពិតជាបរមត្ថមិនមែនខ្លួនយើងទើបអាចហាមតណ្ហាឲ្យត្រេកអរនឹងព្រះនិព្វានបានសតិប្បដ្ឋានផ្ទុយពីតណ្ហាសតិរលឹកចំពោះសភាវៈដែលមានមិនស្វែងរកអ្វីដែលអត់នោះឡើយឥឡូវនេះចិត្តគិតដែលឈ្មោះថាចិត្តដោយអត្ថាគិតសតិរលឹកបានដោយចិត្តដែលគិតនោះគិតអ្វីក៏ជាចិត្តដែរឲ្យតែប្រកបលក្ខណៈត្រឹមតែជាចិត្តមិនមែនអត្តាគឺជាចិត្តតានុបស្សនាសតិប្បដ្ឋានរលឹករឿយៗដោយមិនត្រូវការចិត្តដតីអ្វីទៀតឡើយការមិនមានរោគជាលៀបដល់ក្រៃលែងមានតែព្រះនិព្វានទៅមិនមានរោគពិតប្រាកដមែនយើងកើតមកហើយមានបញ្ញខណ្ឌគឺជារោគជរាមរណៈប៉ុន្តែយើងអាចជ្រើសយកការមិនកើតទុកផ្លូវចិត្តបានដោយត្រូវបដិបត្តិអប់រំចិត្តចម្រើនបញ្ញា
ប្រគល់កាយចិត្តឲ្យដល់ធម្មគឺធម្មជាតិមិនចាប់យកមកប្រកាន់ហួងហែងនេះឯងបញ្ញាចូលដល់ការពិតសំណាញ់ព្រះញាណព្រហ្មជាលក្ខសំណាញ់ព្រះញាណព្រះពុទ្ធទ្រង់មានមហាដេចៈមាបរាជ័យព្រះពុទ្ធទ្រង់ឈ្នះព្រមក្រាបសំពះអារាធនាទិដ្ឋិទាំងអស់អាស្រ័យភាសៈបញ្ញាប្រច័ក្ខអស់ការញាប់ញ័រអស់ការយល់ខុសឃើញសច្ចធម៌ព្រះសូត្របវរសំណាញ់ព្រះញាណជីវកម្មបវ័នជីវកម្មបវ័នបន្ទន់ចិត្តនឹករលឹកឃើញបុណ្យគុណអ្នកកសាងសម្រេចសោតតាមហាសំណាងស្អាតស្អាងដោយទាននិព្វានសុខាជីវកម្មបវ័នបន្ទន់ចិត្តនឹករលឹកឃើញសង្ឃជុំអង្គសាស្តាព្រះពុទ្ធទ្រង់ត្រាស់ឆ្លើយដោះប្រស្នាបញ្ហាអង្គខ្សាត់កាត់បងសង្ស័យសាមញ្ញផលផ្ដល់ជាឱវាទអ្នកបួសស្អាងស្អាតឃ្លាតចាកភពត្រៃមានផលសុខស្ងប់ប្រសពរាល់ថ្ងៃសមណៈល្អក្រៃដោយត្រៃសិក្ខាសាមញ្ញផលផ្ដល់ជាឱវាទអ្នកបួសស្អាងស្អាតមានបាតសីលាចូលកាន់មាគាមជ្ឈិមេយាត្រាសមណៈថ្លៃថ្លាទេវតាបូជាសិក្សាព្រះសូត្រនាំកើតសទ្ធាសិក្សាព្រះសូត្រនាំកើតសទ្ធាកុសលភាវនាអប់រំចិត្តស្ងប់បញ្ញាបារមីនិស័យគុណគប់មានធម៌ជាទ្រព្យជួបភ័ព្វមគ្គផលគូគប់បវរមួយចំណេះដឹងពីគុណធម៌គូគប់បវរគូអភិវឌ្ឍបាននៅរស់ហើយកុំខ្លាចហត់មនុស្សអភិវឌ្ឍទៅផុតទុក្ខធម៌ពិតក្នុងលោកធម៌ពិតក្នុងលោកកើតពីបច្ច័យអត់មានថោកថ្លៃធម៌3បរមត្ថចិត្តចេតសិករូបបញ្ញាកាប់កាត់អត់មានមនុស្សសត្វមានសត្វធម៌ខ្ពស់ទាបថោកថ្លៃប្រុសស្រីសន្មត់ប្រៀបធៀបកំណត់អាក្រក់ឬល្អចំណែកបរមត្ថត្រង់លក្ខណៈធัวពីកើតដល់មកគឺធัวត្រៃលក្ខណ៍ពោលថាធម្មតានៃមនុស្សក៏បានថាប្លែកក៏បានដែលមនុស្សយើងចូលចិត្តចាំគិតនៅក្នុងរឿងដែលនាំឲ្យខឹងស្អប់កើតទុករឿងច្រើនណាស់ដែលគិតទៅសប្បាយចិត្តស្ងប់ចិត្តប៉ុន្តែបាត់ទៅណាអស់បើពោលអំពីការស្រឡាញ់ខ្លួនឯងវិញគឺណដ្ឋិអត្តសមੰពេមੰស្រឡាញ់អ្វីស្មើនឹងស្រឡាញ់ខ្លួនឯងមិនមានបើស្រឡាញ់ខ្លួនពិតប្រាកដមានតែខំថែខ្លួនឲ្យបានល្អកុំធ្វើឲ្យខ្លួនឯងកាត់ទុកឡើយឈើគូសមួយដើមកាលបើគួរឲ្យចេញជាភ្លើងហើយគួរតែប្រើឲ្យបានជាប្រយោជន៍ត្រូវបង្កាត់ភ្លើងឬឲ្យទៀនជាដើមព្រោះភ្លើងឈើគូសត្រូវរលត់ទៅវិញដោយឆាប់បើយើងប្រើដុតអ្វីមិនទាន់ទេវាក៏រលត់បាត់ទៅដោយមិនអាចគូសជាលើកទី2បានឡើយយ៉ាងណាជីវិតយើងកើតមួយជាតិមកក៏ដូច្នោះដែរត្រូវធ្វើការឲ្យបានប្រយោជន៍មុននឹងរលត់បាត់ទៅឧត្តមត្ថៈប្រយោជន៍ដល់ដំគឺរួចផុតចាកទុក្ខទាំងពួងមនុស្សយើងតែងយកវត្ថុខាងក្រៅមកវាស់សេចក្តីសុខគ្នាហើយក៏ប្រណាំងប្រជែងគ្នាដោយវត្ថុនោះប៉ុន្តែតាមពិតសេចក្តីសុខនៅនឹងចិត្តដែលបានអប់រំរហូតដល់បរមសុខឬបរមសុខគឺព្រះនិព្វានមនុស្សយើងចង់បានសេចក្តីសុខតែមិនស្គាល់សេចក្តីសុខតាមពិតស្គាល់បានត្រឹមតែការបាត់ទុកមួយគ្រាប៉ុណ្ណោះដោយលេបថ្នាំបំបត្តិការឈឺចាប់ចង់រួចចាកទុកប៉ុន្តែមិនស្គាល់សេចក្តីទុកតាមពិតប្រកាន់បញ្ចក្ខន្ធថាជាអត្តាហើយអាស្រ័យតណ្ហាស្វែងរកសុខក្នុងលោកនេះយើងដឹងថាភ្លើងក្តៅក៏មិនចាំបាច់ប្រាថ្នាឲ្យភ្លើងត្រជាក់ដែរព្រោះភ្លើងមិនមែនជាយើងឡើយហើយយើងក៏មិនបាននៅក្នុងភ្លើងនោះដែរយ៉ាងណាទុក្ខសាច់ដូច្នោះឯងសេចក្តីទុក្ខកើតមកអំពីការគិតខុសហើយគ្រោះថ្នាក់ជាទីបំផុតនៅត្រង់ការមិនដឹងថាសេចក្តីទុក្ខគឺកើតមកអំពីខ្លួនឯងគិតខុសនឹងឯងកិលេសមាក្នុងចិត្តបានសាងរឿងឲ្យប្រកាន់ហើយគិតខុសថាសេចក្តីទុក្ខមកអំពីមានគេធ្វើឲ្យឬមកអំពីរឿងនេះរឿងនោះវិញ្ញាតសារានិសុភាសិតា